កាមេរ៉ា iPhone ដើម្បីថតវីដេអូប៉ុន្តែនៅពេលយើងថតវីដេអូឲ្យច្បាស់ទៅមុខអត់ smooth ទេហើយអត់អាឡូងទេថ្ងៃហ្នឹងគឺខ្ញុំនឹងប្រាប់ពីកាយមុខហ្នឹងឲ្យ smooth ហើយអាឡូហើយប្រើតែ2 tool ក្នុងកម្មវិធី CapCut ហើយ free ទៀតអត់មាន pro ទេគឺអត់បង់លុយក៏ប្រើបានដែរឥឡូវខ្ញុំថតវីដេអូមួយដើម្បីកែសម្រួលឲ្យអ្នកនរគ្នាមើលសិនខ្ញុំថតកតចូលមកកាមេរ៉ាតបមកយើងសេរីពលឺសេរីធម្មតាទៅនេះកន្លែងបោកដកនេះអញ្ចឹងយើងសេរីត្រូវពលឺលើខ្ញុំថតវីដេអូហ្នឹងមួយឥឡូវខ្ញុំនឹងថតវីដេអូហ្នឹងហើយខ្ញុំនឹងយកកែនៅក្នុងកម្មវិធី CapCut ខ្ញុំចូលទៅក្នុងកម្មវិធី CapCut តបខ្ញុំ add វីដេអូដែលខ្ញុំថតមិញចូលអញ្ចឹងយើងបានវីដេអូឲ្យគឺ skin អត់តាន់ smooth ល្អទេអញ្ចឹងខ្ញុំនឹងប្រើ2 tool ហ្នឹងដើម្បីធ្វើឲ្យ skin smooth វីដេអូនេះគ្រប់គ្រងដោយហាងសុកលីបងប្អូនចាប់អារម្មណ៍ទៅលើផលិតផល Apple ដូចជា iPhone ឬក៏ computer ក៏ដោយអាចទៅមើលនៅទាំង4សាខាមាននៅសាថ្មីមាននៅផ្លូវកម្ពុជាក្រោមកម្មគោ City ហើយជាមួយនឹងទីតាំងមួយទៀតនៅក្នុងបូរីពេញហួត Euro Park តែម្ដងក្រៅពីនឹងទៀតគឺមានផលិតផលទូរស័ព្ទ Android ផ្សេងៗហើយនឹងគ្រឿងអេឡិចត្រូនិកដូចជាកាសនិង speaker ផងដែរខ្ញុំចុចទៅលើវីដេអូហ្នឹងបន្ទាប់មកយើងចូលមករកពាក្យដែលដាក់ថា retouch បន្ទាប់មកទៀតយើងចុចឲ្យកន្លែងរូបមនុស្សស្រីខាងឆ្វេងដៃហ្នឹងមកអញ្ចឹងមានធូរជាច្រើនយើងកុំខ្វល់យើងចុចមកកន្លែង retouch នេះមកបន្ទាប់មកយើងយកពាក្យ smooth យើងចុចលើពាក្យ smooth ហ្នឹងអញ្ចឹងយើងអាចតម្លើង smooth ហ្នឹងបានបងប្អូនឃើញទេពេលយើងតម្លើង smooth ហ្នឹងទៅធ្វើឲ្យបាត់ស្នាមបាត់គ្រើមហើយប៉ុន្តែកុំតម្លើងច្រើនពេកវា smooth ជ្រុលអញ្ចឹងយើងអាចប្រើត្រឹមតែ18ទៅ20%បានហើយបន្ទាប់មកចំណុចមួយទៀត whitening នេះនៅកន្លែងចុងគេនេះអញ្ចឹងយើងចុចលើហ្នឹងមកគឺដើម្បីធ្វើឲ្យមុខយើងនឹងភ្លឺឡើងវិញកុំឲ្យមុខយើងល្ងឹតអីពេកអញ្ចឹងយើងអាចតម្លើងវាតិចៗមកនេះឡើយខ្ញុំតម្លើងបងប្អូនមើលឃើញភ្លឺខ្លាំងហ៎អញ្ចឹងបងប្អូនតម្លើងត្រឹមតែ23ឬក៏10ជាងអីគឺធ្វើឲ្យមុខយើងស្អាតហើយដូចគ្នាឃើញអត់វីដេអូ2ខាងលើហ្នឹងគឺកែហើយខាងក្រោមមិនតាន់កែឃើញខុសគ្នាហ្នឹងឲ្យធូរតែបន្តិចឲ្យធ្វើឲ្យមុខយើង smooth ឲ្យយើងមានកម្លាំងចិត្តធ្វើ content តទៀតអ្នកខ្លះគាត់ថតទៅអត់ទៅស្អាតគ្រើមពេកអត់ហ៊ានផុសអញ្ចឹងបងប្អូនប្រើ2 tool ហ្នឹងទៅលយតែម្ដងនៅក្នុងកាយ edit កុំភ្លេចប្រើ2 tool ហ្នឹងដើម្បីធ្វើឲ្យមុខយើងស្អាតហើយថតវាឡើយថតឲ្យវិញហើយមើលមុខឯងវិញនេះចាំមើលហើយទៅស្អាតអត់ទៅស្អាតដែរថតចាំមើលទៅក្រក់មែន